ណែខ្ញុំធ្វើឯកសារនេះណែដើម្បីនិយាយអំពីគ្រួសារលោកតាអៀងលោកយាយហមហើយនឹងតឡងជាមួយនៃលោកតាអៀងយើងលោកម៉ាហមតឡងជាមួយលោកតាភោគហងនេះគឺលោកតាភោគហងហើយបន្ទាប់មកទៀតលោកយាយហងអិនវោកជាតឡងបន្ទាប់មកនេះខាងលើនេះគឺជាធំពេញហើយនឹងធំឈីមកដាលមកខាន់សងខាងនេះលបងយីនជាយានចេះមិនដឹងទេណាហើយខាងក្រោមនេះនាំគ្នាមើលទៅណាហើយនេះប៉ាខ្ញុំម្ដាយខ្ញុំភោគហងហើយនឹងអិនវោកហើយគាត់មានកូន2មានកូន1កូនស្រី2កូនស្រីទី1ឈ្មោះធំឈីមហងឈីមកូនស្រីទី2ឈ្មោះហងគីមត្រូវជាម្ដាយរបស់ខ្ញុំហ្នឹងហើយខ្ញុំហ្នឹងក្នុងនាមទាំងអស់គ្នាហ្នឹងមាននៅតែបងគេនៅតែបងស្រីមួយឈ្មោះអៀងសុផាតនៅកាណាដាហើយទី2ហ្នឹងគឺខ្ញុំនឹងឯងនៅអាមេរិកប៉ុន្តែឥឡូវនេះមកនៅក្នុងប្រទេសកម្ពុជាឥឡូវខ្ញុំនិយាយអំពីនឹងសារនេះទៅក្រុមគ្រួសារហ្នឹងណាចៅតាហងលោកយាយវោកដែលមានធំឈីមហ្នឹងកូនបងគេហ្នឹងឈ្មោះលបងយីនគាត់ធ្លាប់បួសបន្ទាប់មកជាយានសៀងកំយានឬក៏ពេញកំយានមួយទៀតគឺសៀងកំយីហើយមួយទៀតឈ្មោះសៀងកំយូមានកូន4នាក់ណាហើយខាងម្ដាយខ្ញុំនោះហងគីមនោះគាត់មានកូន9នាក់ទី1ឈ្មោះចៃខ្ញុំធំជាងគេនោះឈ្មោះចៃសំលីបន្ទាប់មកទៀតបងអៀងបន្លុងប្រុសណាបន្ទាប់មកទៀតបងស្រីខ្ញុំនោះអៀងសុផាតហ្នឹងគាត់នៅកាណាដាសប្តាហ៍ថ្ងៃរួចហើយខ្ញុំហ្នឹងឈ្មោះអៀងប៊ុនឋានប៉ុន្តែខ្លះក៏ហៅប៊ុនផានទៅនៅស្រុកយើងបន្ទាប់មកទៀតអៀងមុកនីហ្នឹងក៏បានចែកឋានទៅឲ្យដែរប្រុសចែកឋាននៅកចេះនោះរៀននៅស្នាក់សង្គមហើយបន្ទាប់មកទៀតអៀងវិសាខាដែលនៅសប្តាហ៍ថ្ងៃហ្នឹងត្រូវតែមានកូននៅសល់ប៊ុនណាបូហើយភ័ក្រហ្នឹងណាហើយបន្ទាប់មកទៀតឈ្មោះអៀងសទ្ធីហ្នឹងគឺបានចែកឋានទៅឲ្យចូលនៅក្នុងបម្រើកងទ័ពមកខាងក៏គ្នាចែកឋានទៅហើយមានប្អូនពៅមួយទៀតនោះអៀងសិដ្ឋាក៏បានចែកឋានទៅដែរដូច្នេះនៅតែខ្ញុំប្រហែលអ្នកអង្គទេខ្ញុំពីរឿងខ្ញុំផ្ទាល់ខ្ញុំបានធ្វើការនៅប្រទេសកម្ពុជាតាំងពី1964ហើយធ្វើការនៅប្រទេសកម្ពុជាបានរហូតដល់8ឆ្នាំដល់1973ខ្ញុំក៏ទៅអាមេរិកនោះរៀនសារជាថ្មីដូច្នេះវាទៅនៅអាមេរិកនោះវាជាង53ឆ្នាំទៅហើយខ្ញុំធ្វើសារនេះចង់ជម្រាបជូនចេះឲ្យយល់ឃើញថាជីដូនជីតារបស់យើងតាហងយាយវោកនេះគឺធ្វើបុណ្យណាគាត់បានសង់ពហិយពីដើមពហិយចាស់ពីដើមណាគឺមានប្រមាណម៉ែត្រគាត់ប្រាប់ខ្ញុំដឹងហើយលោកតាហងនេះច្រើនជួនកាលយកខ្ញុំដឹកដៃខ្ញុំទៅទិញនំពៀមានពីដើមឈ្មោះផ្ទះចិនឈ្មោះតបុននោះយកទៅទៅទិញនំពៀហើយមានកុដមួយនៅជួយ7ហ្នឹងពីដើមកុដហ្នឹងវាចាប់ម្ដងគេឲ្យកុដលោកតាហងយាយវោកណាហើយគាត់ធ្វើបុណ្យណាហើយលោកតាឈឹមសពថ្ងៃដែលមានសពនៅលើកំពូលភ្នំនេះលោកតាឈឹមហ្នឹងគាត់ជាគ្រូចៅអធិការវត្តជួយ7ហើយក៏គ្រូចៅអធិការនៅវត្តលើកំពូលភ្នំទៀតផងខ្ញុំដោយសង្ខេបទៅចោះលោកក៏ស្គាល់គឺលោកហ្នឹងហើយជាបងបង្កើតរបស់លោកយាយយើងលោកយាយទួតយើងយាយវោកខ្ញុំចង់ប្រាប់កូនចៅទាំងអស់ដែលខ្ញុំរៀបរាប់នឹងមិញណាជីដូនជីតាយើងសិតតអ្នកបរិសុទ្ធសាសនាត្រង់ហើយធ្វើបុណ្យដូច្នេះយើងនៅទាំងប្រមាណខាងនៅជួយ7ខាងលបងជីណមានណាមានភេនណាមេបងគេណាហើយនៅនេះនៅភ្នំពេញនេះមានបុត
ហើយនៅខាងជាយីជាយូជាយានហ្នឹងនៅពេលពេញហ្នឹងឯងខ្លះក៏បានធ្វើដកដុកទ័រទៅខ្លះក៏បានធ្វើដកអីទៅយើងស្ដាប់ខ្ញុំហ្នឹងជួយផ្សាយគ្នាទៅក្នុងគ្រួសារតើភោគណែលោកតាយើងភោគខំហើយនឹងលោកយាយអិនវកហ្នឹងឲ្យដឹងខ្ញុំសង្ខេបតែប៉ុណ្្នឹងហើយយើងរួបរวมគ្នាណាបងប្អូនហើយរួបរวมគ្នាខ្ញុំដឹងថាអ្នកដែលនៅទាំងប្រមាណសិតតែអាយុតិចជាងខ្ញុំឯងហើយជាក្មួយបានជាខ្ញុំនិយាយនេះគឺថាក្នុងនាមខ្ញុំជាមាហើយចង់ឲ្យយើងនឹងដើរតាមបន្ទាត់ជីដូនជីតាយើងគ្មានអីសងគុណគាត់ទេគាត់ចែកឋានទៅហើយគឺមានតែមួយគត់ទេគឺធ្វើអំពើល្អសេចក្តីទៀងត្រង់នេះហើយដែលតបស្នងសងគុណជីដូនជីតារបស់យើងសេចក្តីទៀងត្រង់សេចក្តីស្មោះត្រង់សាមគ្គីគ្នាភេទនៅខាងជួញ7ខាងនេះខាងបុតនៅភ្នំពេញហើយកូនខាងជាយានជាយូខាងណែជាយីណាមានណែសាមីហើយណែឌឿនហើយនឹងណែសគុណធាហើយចង់ជាយីហើយជាយូនោះហៅហាយមកច្រើនណាជាយានហ្នឹងឥឡូវខ្ញុំសូមសង្ខេបប៉ុណ្្នឹងណាឲ្យដឹងធួសិនហើយអរគុណណាឲ្យខ្ញុំក៏សូមជាមាសូមឧទ្ទិសបួងសួងចិត្តចូលឆ្នាំថ្មីហើយចិត្តដាច់ឆ្នាំថ្មីហើយប្រហែលថ្ងៃទៀតទេឲ្យទោកទេវតាឆ្នាំថ្មីហ្នឹង2026ហ្នឹងសូមឲ្យបានទាំងអស់គ្នាហ្នឹងឲ្យបានជោគជ័យសេរីសួស្តីប្រកបដោយសុភមង្គលគ្រប់គ្នាខ្ញុំសូមវន្ទានៅព្រះជ្រាម